វីដេអូនេះពិតជាលយផ្លាយមែនតើបងប្អូនមានប្រយោជន៍ខ្លាំងមែនតើវីដេអូនេះយើងមិនបាច់ចាំប្រើឥដ្ឋរៀបធ្វើជញ្ជាំងទៀតទេយើងយកតែផ្ទះឫស្សីមកយើងយកមកចងក្រងវាជារបៀបហ្នឹងមកហើយចងក្រងបានស្អាតហើយដាក់ញឹកមកបងប្អូនដាក់ញឹកមកដើម្បីវារឹងមាំបន្តមកទៀតយើងយកស៊ីម៉ងយើងយកមកបៀកយកមកគៀវាឲ្យវាស្អាតមកតែប៉ុណ្ណេះយើងបានជញ្ជាំងយ៉ាងស្រស់ស្អាតហើយយើងមិនសូវចំណាយលុយក្នុងការរៀបឥដ្ឋទិញឥដ្ឋយកមកធ្វើបងប្អូនយើងចេះតែប៉ុណ្ណេះយើងមើលតែប៉ុណ្្នឹងឃើញយើងអាចធ្វើបានទាំងអស់គ្នាហើយកាត់បន្ថយក្នុងការចំណាយលុយច្រើនមែនតើបងប្អូនគ្រាន់តែមើលវីដេអូនឹងដល់ចប់បងប្អូនអាចធ្វើបានទាំងអស់គ្នាហើយបើមិនទាន់មានពេលធ្វើទេអាច share វីដេអូនឹងទុកមើលថ្ងៃក្រោយបាន share ឲ្យបងប្អូនយើងទាន់បានឃើញគាត់ធ្វើផងដើម្បីការកាត់បន្ថយកាត់ចំណាយទាំងអស់គ្នាព្រោះឥឡូវយើងសេដ្ឋកិច្ចយើងពងតែពិបាកផងអញ្ចឹងយើងធ្វើជញ្ជាំងផ្ទះអីយើងអាចមើលតាមវិធីសាស្ត្របែបហ្នឹងបានហ្នឹងហើយអរគុណច្រើនវីដេអូមានតែប៉ុណ្្នឹងទេដើម្បីតាមដានវីដេអូថ្មីៗសូមមេត្តាជួយ follow page ម្នាក់មួយផងអរគុណច្រើនជំរាប